ដីលួចមានស្រីមិនត្រឹមតែមានស្រីផាត់ក្បត់មិនស្មោះត្រង់គឺនាំមេរោគចាបង្កបញ្ហាបង្កជំងឺនឹងទៅដល់គ្រួសារទៀតករណីបរោះផាត់ក្បត់ចាបរោះមិនស្មោះត្រង់នាំជំងឺចាឆ្លងប្រពន្ធឆ្លងរោគកាំងរោគបំេះទឹកបាយបំេះទឹកថ្លាមេរោគអេដចាខ្លះទៀតអាមេរោគដែលប្តីនាំមកហ្នឹងបង្កឲ្យភរិយាកើតទៅជាមហារីកទៀតផងចាករណីហ្នឹងវាមិនថ្មីទេវាមានយូរយ៉ាងណាស់មកហើយបើនិយាយពីខ្ញុំដំណើរជីវិតខ្ញុំក្នុងនាមជាអ្នកប្រឹក្សានៅក្នុង SP នេះចាប៉ុន្តែឥឡូវខ្ញុំចង់មកបកស្រាយថាតើអានឹងវាជាគេហៅថាមកពីប្រពន្ធមិនល្អប្រពន្ធមានចំណុចខ្វះខាតឬក៏យ៉ាងម៉េចបានចេះតែប្តីហ្នឹងទៅមានស្រីទៅខលខូចផាត់ក្បត់មិនស្មោះត្រង់ឲ្យនាំមេរោគមកឆ្លងដល់គ្រួសារប្រពន្ធកូនហ្នឹងចាពីជ្រុងខ្ញុំទៅបងចាខ្ញុំចង់បញ្ជាក់ថាចេះមិនមែនមនុស្សស្រីមិនល្អគ្រប់គ្រាន់ទេដៃគូជីវិតវាជាការបំពេញឲ្យគ្នារវាងប្តីនិងប្រពន្ធគ្មានមនុស្សណាម្នាក់កើតមកល្អខ្ចោះទេចាយើងកុំបាក់ទឹកចិត្តឲ្យបន្ទោសខ្លួនឯងថាមកពីប្រពន្ធយើងអត់ល្អចម្លើយមនុស្សស្រីគ្រប់គ្នាខ្ញុំគិតថាទាំងក្នុងវីដេអូនេះទាំងបងប្អូនផ្សេងៗទៀតគឺនឹងអាចនិយាយថាមកពីបុរសនឹងមិនចេះស្កប់ស្កល់កាលណាតែគាត់មិនចេះស្កប់ស្កល់គាត់មិនស្គាល់អីដែលជាតម្លៃរបស់គាត់អ្វីដែលជាសេចក្តីសុខនឹងការកសាងសុភមង្គលគ្រួសារទៅទិសណាចាជាគោលដៅរបស់គាត់គឺគាត់ចំណាយពេលវេលាអត់ប្រយោជន៍ទៅលើអារឿងអត់ប្រយោជន៍ទាំងអស់ហ្នឹងហើយគាត់ក៏មិនបានខ្វល់ពីសុខទុក្ខនិងរបួសរបស់ភរិយានិងកូនរបស់គាត់ដែរចាដូច្នេះខ្ញុំចម្លើយពីខ្ញុំទៅខ្ញុំសូមលើកទឹកចិត្តប្រាប់ថាមិនមែនមកពីបងមិនគ្រប់គ្រាន់ឬមិនមែនមកពីបងខ្វះត្រង់ចំណុចណាទេមកពីបុរសម្នាក់នោះមិនទាន់ស្គាល់ច្បាស់អ្វីទៅជាតម្លៃភរិយាជាតួនាទីស្វាមីចាហើយជាតម្លៃរបស់បុរសដែលស័ក្តិសមដែលគេហៅថាជាឪពុកឬក៏ស្វាមីនឹងឯងហើយចំណុចមួយទៀតគឺមកពីខ្លួនគាត់ហ្នឹងគាត់អត់ចេះស្កប់ស្កល់ចាគាត់អត់គ្រប់អញ្ចឹងហើយគាត់ចេះតែទៅរកបន្ថែមចាអញ្ចឹងអានេះខ្ញុំអ្នកគ្រូសៃពៅប្រហែលជាភាសាខ្ញុំខ្លះខ្ញុំទៅដោយត្រង់ចាប៉ុន្តែពិតប្រាកដមែនចា